ខ្ញុំឈ្មោះវីរៈជាសិស្សថ្នាក់ទី12ដែលមានចរិតស្ងប់ស្ងាត់និងមិនសូវហ៊ាននិយាយស្ដីច្រើនជាមួយអ្នកណាឡើយពិភពលោករបស់ខ្ញុំហាក់ដូចជាមានពណ៌សខ្មៅរហូតដល់តែអ្នកគ្រូលក្ខិណាមកបង្រៀនមុខវិជ្ជាភាសាខ្មែរនៅថ្នាក់របស់ខ្ញុំអ្នកគ្រូលក្ខិណាមិនត្រឹមតែជាគ្រូបង្រៀនដែលមានចំណេះដឹងជ្រៅជ្រែកប៉ុណ្ណោះទេថែមទាំងមានរូបសម្ផស្សស្រស់ស្អាតទឹកមុខញញឹមស្រស់និងសម្លេងពីរោះរណ្ដំដែលធ្វើឲ្យខ្ញុំចាប់ចិត្តតាំងពីថ្ងៃដំបូងវត្តមានរបស់អ្នកគ្រូគឺដូចជាពន្លឺដ៏កក់ក្ដៅដែលបានចូលមកបំភ្លឺក្នុងជីវិតសិស្សដ៏អាប់អួររបស់ខ្ញុំរាល់ម៉ោងសិក្សាភាសាខ្មែរគឺជាម៉ោងដែលខ្ញុំទន្ទឹងរង់ចាំបំផុតខ្ញុំតែងតែអង្គុយជួរមុខដើម្បីអាចមើលឃើញអ្នកគ្រូបានច្បាស់ខ្ញុំលួចសម្លឹងមើលអ្នកគ្រូរាល់ពេលដែលអ្នកគ្រូពន្យល់មេរៀនពេលអ្នកគ្រូសរសេរនៅលើក្តារខៀនឬសូម្បីតែពេលអ្នកគ្រូចាប់ផ្ដើមសើចតិចៗដោយសាររឿងកំប្លែងរបស់មិត្តរួមថ្នាក់ស្នាមញញឹមរបស់អ្នកគ្រូគឺជារឿងតែមួយគត់ដែលធ្វើឲ្យបេះដូងខ្ញុំលោតញាប់និងមានអារម្មណ៍ល្អពេញមួយថ្ងៃអារម្មណ៍ដែលខ្ញុំមានចំពោះអ្នកគ្រូគឺជាអត្ថកម្បាំងដែលខ្ញុំមិនអាចប្រាប់អ្នកណាម្នាក់បានឡើយខ្ញុំដឹងថាវាជារឿងខុសឆ្គងព្រោះខ្ញុំគ្រាន់តែជាសិស្សហើយអ្នកគ្រូគឺជាគ្រូបង្រៀនរបស់ខ្ញុំព្យាយាមគ្រប់វិធីដើម្បីលាក់បាំងវាប៉ុន្តែស្នាយលួចលាក់នេះកាន់តែរីកធំឡើងក្លឹងទ្រូងរបស់ខ្ញុំចាប់ផ្ដើមយកចិត្តទុកដាក់លើការសិក្សារបស់ខ្ញុំខ្លាំងជាងមុនខ្ញុំខំប្រឹងធ្វើលំហាត់ដែលអ្នកគ្រូដាក់ឲ្យបានល្អឥតកញ្ចប់គ្រាន់តែដើម្បីទទួលបានការកោតសរសើរមួយម៉ាត់ពីអ្នកគ្រូរាល់ពេលដែលអ្នកគ្រូសរសើរខ្ញុំថាវីរៈល្អណាស់គឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាបានឈ្នះពិភពលោកទាំងមូលថ្ងៃមួយអ្នកគ្រូបានតម្រូវឲ្យសិស្សម្នាក់សរសេរកំណាព្យស្នេហាហើយខ្ញុំបានឆ្លៀតឱកាសនោះសរសេរកំណាព្យមួយបទដោយបង្កប់នូវអារម្មណ៍ពិតរបស់ខ្ញុំចំពោះអ្នកគ្រូខ្ញុំសរសេរពីភាពស្រស់ស្អាតរបស់អ្នកគ្រូពីក្តីស្រឡាញ់ដែលខ្ញុំលាក់ទុកហើយសង្ឃឹមថាអ្នកគ្រូនឹងយល់ពីអត្ថន័យលាក់កំបាំងនោះពេលអ្នកគ្រូអានកំណាព្យរបស់ខ្ញុំនៅមុខថ្នាក់ហើយនិយាយថាវីរៈពិតជាមានទេពកោសល្យសរសេរណាស់អត្ថន័យជ្រាលខ្លាំងណាស់តើអ្នកបានបំផុសគំនិតនេះពីអ្នកណាខ្ញុំគ្រាន់តែញញឹមស្ងប់ស្ងាត់ហើយឆ្លើយថាពីបទពិសោធន៍ផ្ទាល់ខ្លួនបន្តិចបន្តួចអ្នកគ្រូខ្ញុំសង្ឃឹមថាអ្នកគ្រូនឹងយល់ប៉ុន្តែអ្នកគ្រូគ្រាន់តែញញឹមហើយបន្តទៅកំណាព្យរបស់អ្នកផ្សេងទៀតពេលនោះខ្ញុំដឹងថាអ្នកគ្រូមិនបានចាប់អារម្មណ៍អ្វីពិសេសឡើយដោយសារតែខ្ញុំជាសិស្សពូកែនិងឧស្សាហ៍ព្យាយាមអ្នកគ្រូចាប់ផ្ដើមទុកចិត្តខ្ញុំនិងឲ្យខ្ញុំជួយការងារមួយចំនួនដូចជាយកសៀវភៅទៅទុកក្នុងបន្ទប់គ្រូឬជួយរៀបចំសម្ភារៈបង្រៀនភាពជិតស្និទ្ធទាំងនេះធ្វើឲ្យខ្ញុំទាំងរីករាយនិងភ័យខ្លាចក្នុងពេលតែមួយមានពេលមួយខ្ញុំត្រូវនៅជួយអ្នកគ្រូរៀបចំទុកក្នុងបន្ទប់គ្រូរហូតដល់ម៉ោងល្ងាចពេលនោះមិនមាននរណាម្នាក់នៅសាលាឡើយអ្នកគ្រូលក្ខិណានិយាយទាំងញញឹមអរគុណច្រើនវីរៈដែលបានជួយគ្រូបើមិនគ្មានវីរៈទេច្បាស់ជាពិបាកហើយខ្ញុំងើបមុខមកមុនអ្នកគ្រូហើយបេះដូងខ្ញុំលោតញាប់ខ្លាំងរហូតដល់ខ្ញុំស្ទើរតែដកដង្ហើមមិនរួចខ្ញុំឃើញរោមផេកវែងភ្នួងសក់ដ៏ក្រអូបនិងស្នាមញញឹមដ៏ទន់ភ្លេងរបស់អ្នកគ្រូនៅចំពុកមុខខ្ញុំមានអារម្មណ៍ថាចង់សារភាពអ្វីគ្រប់គ្នាប៉ុន្តែខ្ញុំក៏បានដឹងខ្លួនវិញខ្ញុំដឹងថាខ្ញុំមិនអាចទម្លាយភាពបរិសុទ្ធនៃរំនាក់ទំនងរវាងគ្រូនិងសិស្សបានឡើយខ្ញុំឆ្លើយដោយសំឡេងរដាក់រដួកបាទមិនអីទេអ្នកគ្រូវាជាកាតព្វកិច្ចរបស់ខ្ញុំអ្នកគ្រូគ្រាន់តែងកូលរួចក៏ងាកទៅបន្តរៀបចំឯកសារវិញខ្ញុំបានដកដង្ហើមធូរទ្រូងហើយក៏ប្រញាប់លាអ្នកគ្រូចេញមកទាំងអារម្មណ៍សោកស្ដាយនិងស្រឡាញ់លាយនឹងការគោរពលាជុំក្រោយឆ្នាំសិក្សាជិតខប់ហើយខ្ញុំក៏ត្រៀមខ្លួនប្រឡងបាក់ឌុបខ្ញុំដឹងថាពេលវេលារបស់ខ្ញុំនៅក្បែរអ្នកគ្រូកាន់តែខិតជិតដល់ទីបញ្ចប់ខ្ញុំបានត្រេកត្រឺពិចារណាយូរមកហើយក៏បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយនៅថ្ងៃចុងក្រោយនៃការសិក្សាខ្ញុំបានរងចាំអ្នកគ្រូរហូតដល់អ្នកគ្រូចេញពីបន្ទប់គ្រូខ្ញុំហុចសរំសម្បុត្រដែលខ្ញុំបានសរសេរដោយដៃជូនអ្នកគ្រូខ្ញុំនិយាយទាំងរាំងភ័យ
អ្នកគ្រូនេះជាសម្បត្តិអរគុណពីខ្ញុំសូមអ្នកគ្រូអានវានៅពេលដែលខ្ញុំចេញទៅហើយអ្នកគ្រូលក្ខិណាទទួលយកសម្បត្តិនោះដោយទុកមុខឆ្ងល់អ្នកគ្រូញញឹមអរគុណវីរៈសូមឲ្យវីរៈប្រឡងជាប់បានពិន្ទុខ្ពស់ណាខ្ញុំគ្រាន់តែញញឹមហើយអនគោរពអ្នកគ្រូជាលើកចុងក្រោយខ្ញុំដើរចេញទៅដោយមិនងាកក្រោយនៅក្នុងសម្បត្តិនោះខ្ញុំបានសរសេរនៅអារម្មណ៍ស្នេហ៍លួចលាក់របស់ខ្ញុំទាំងអស់ដោយគ្មានការលាក់បាំងខ្ញុំបានសរសេរថាអ្នកគ្រូគឺជាមនុស្សដំបូងដែលធ្វើឲ្យខ្ញុំដឹងថាស្នេហាមានន័យយ៉ាងណាប៉ុន្តែខ្ញុំក៏បានបញ្ជាក់ដែរថាខ្ញុំសរសេរនេះមិនមែនដើម្បីទាមទារការតបស្នងឡើយខ្ញុំគ្រាន់តែចង់ឲ្យអ្នកគ្រូដឹងថាស្នាមញញឹមរបស់អ្នកគ្រូបានផ្លាស់ប្ដូរជីវិតសិស្សម្នាក់នេះចាប់ពីថ្ងៃនេះទៅខ្ញុំនឹងលះបង់ក្តីស្រឡាញ់នេះដើម្បីរក្សាទុកនូវភាពបរិសុទ្ធនៃភាពជាគ្រូនិងសិស្សរបស់យើងខ្ញុំនឹងខិតខំរៀនសូត្រដើម្បីក្លាយទៅជាមនុស្សល្អម្នាក់ដោយដែលអ្នកគ្រូតែងតែបង្រៀនខ្ញុំនឹងចងចាំអ្នកគ្រូជានិច្ចในឋានៈជាគ្រូបង្រៀនដ៏ល្អបំផុតរបស់ខ្ញុំច្រើនឆ្នាំបានកន្លងទៅវីរៈបានក្លាយទៅជានិស្សិតជោគជ័យម្នាក់ថ្ងៃមួយវីរៈបានត្រឡប់ទៅសាលាចាស់វិញដើម្បីចូលរួមកម្មវិធីមួយវីរៈបានឃើញអ្នកគ្រូលក្ខិណានៅទីនោះអ្នកគ្រូនៅតែស្រស់ស្អាតដូចដើមអ្នកគ្រូបានសម្លឹងមើលវីរៈហើយញញឹមអ្នកគ្រូដើរមករកវីរៈអ្នកគ្រូលក្ខិណានិយាយដោយសំឡេងទន់ភ្លេងវីរៈគ្រូពិតជាមានមោទកភាពណាស់សម្បត្តិរបស់វីរៈគ្រូនៅតែទុកវាមកដល់សប្តាហ៍ថ្ងៃវីរៈញញឹមដោយក្តីគោរពនិងស្រឡាញ់ស្នេហ៍លួចលាក់របស់គេមិនបានបញ្ចប់ដោយការរួមរស់ជាមួយគ្នាឡើយប៉ុន្តែវាបានคล้ายទៅជាកម្លាំងជំរុញដ៏ធំមួយដែលបានធ្វើឲ្យវីរៈคล้ายទៅជាមនុស្សល្អវីរៈឆ្លើយដោយអារម្មណ៍ស្ងប់អរគុណអ្នកគ្រូដែលបានคล้ายទៅជាផ្នែកល្អបំផុតក្នុងវ័យសិក្សារបស់ខ្ញុំវីរៈដឹងថាភាពស្រឡាញ់ដ៏បរិសុទ្ធបំផុតមិនចាំបាច់ត្រូវតែជាម្ចាស់ឡើយគ្រាន់តែបានឃើញអ្នកដែលខ្លួនស្រឡាញ់សប្បាយចិត្តក៏គ្រប់គ្រាន់ហើយស្នាមញញឹមរបស់អ្នកគ្រូលក្ខិណានៅតែជាពន្លឺដ៏កក់ក្ដៅក្នុងចិត្តរបស់វីរៈជានិច្ចស្នាមញញឹមក្រំលុបដំបូលសាលា